ចាប់បន្ទុកនេះគូទី90បានលេខថាមហាចិត្តបុត្រវិញណាមុននេះបានជម្រាបជូនថាមហាចិត្តបុត្រហ្នឹងគឺលេខ279បើសិនជាលេខ279ហ្នឹងគឺមហាចិត្តបុត្រចារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចាអូនប៉ុនមីរដ្ឋហើយខ្សែទឹកខាងក្នុងរីឯខ្សែទឹកខាងក្រៅគឺព្រះខ័ណ្ឌពេជ្ររបស់ឯកឧត្តមចាជាស្ផារ៉ាចាបើសិនជាទូកដែលមានលេខ280ហ្នឹងគឺព្រះខ័ណ្ឌពេជ្របងប្អូនចាព្រះខ័ណ្ឌពេជ្របាននិយាយអំពីលបឿនបាននិយាយអំពីកម្លាំងនៃការចាក់យោងទូកវិញគឺប្រហាក់ប្រហែលគ្នាខ្សែទឹកខាងក្រៅហាក់ដូចជាមានប្រៀបជាងបន្តិចបន្តួចទេប្រខ័ណ្ឌពេជ្រនេះខ្ញុំសូមធ្វើអត្ថាធិប្បាយជាលើសិនមានការកែតម្រូវយ៉ាងណាច្បាស់ការយ៉ាងណាគឺធ្វើការកែតម្រូវជាក្រោយដូចជាយ៉ាងណាទូកគូទី90ឬក៏ទូកគូទី92បាទចាំមើលលេខបាទទូកគូទី90នេះខ្សែទឹកខាងក្នុងគឺ279ចា279គឺមហាចិត្តបុត្រកំពុងតែចាញ់បងបន្តិចតួចទៅលើព្រះខ័ណ្ឌពេជ្រចាចាញ់បងតែបន្តិចតួចចាបងប្អូនចាចាញ់បងបន្តិចតួចទេតែឥឡូវនេះឃើញថាសម្រួចហើយអត់ទាន់ទេខ្សែទឹកខាងក្នុងដាច់ខាតគឺមិនទាន់ទេលឿនណាស់បាទខណ្ឌរាជខ្សែទឹកខាងក្រៅខណ្ឌរាជខណ្ឌពេជ្រមកខណ្ឌពេជ្រប្រខណ្ឌពេជ្របាទចា